មិនយូរប៉ុន្មានមានគេល្បីថាមានខ្មោចដើរអុកឡុកនៅក្នុងភូមិខ្មោចនោះមានរាងស្គមស្គាំងហាក់បីដូចជាប្រេតអញ្ចឹងកំពុងតែឈរទូលដីធ្ងន់រន្ធឹកវិចិត្រកូនអូពិតជាធ្ងន់ខ្លាំងណាស់កូនឆាប់ហៅខ្លួនឲ្យមកយកដីវាវិញផងដីវាពិតជាធ្ងន់ខ្លាំងណាស់ទៅប្រាប់យីកែវនៅចិត្តវត្តផងទួលដែលឪបានខ្វៀលយកមកដាំស្បៃនោះឲ្យគាត់មកយកវិញផងប្រាប់តាដូងផងថាដាំស្វាយរបស់គាត់ដែលពុកបានកាប់យកមកធ្វើឲ្យដុតនោះឲ្យគាត់បុកយកជាប្រាក់វិញទៅតែថ្លែងពីយប់មួយនៅក្នុងភូមិនោះហាក់បីដូចជាចម្លែកខុសធម្មតាឆ្កែលូជាខ្លាំងហាក់បីដូចជាឃើញខ្មោចកំពុងតែដើរនៅតាមខ្នល់រឿងពូនបាបតាបឿនគឺជាបុរសចំណាស់ម្នាក់ដែលរស់នៅក្នុងភូមិផងរបងជាមួយគេឯងប៉ុន្តែគ្មានអ្នកណាចង់រំរកឡើយដោយសារតែតាបឿននេះគឺជាបុរសដែលកំណាញ់និងមានចិត្តខូខូចំពោះសត្វប្រឡាត់របស់អ្នកស្រុកអ្នកភូមិជាដើមបើនិយាយពីដាច់ធ្លាយរបស់អ្នកចិត្តខាងវិញពីមួយថ្ងៃទៅមួយថ្ងៃគឺតាបឿននេះតែងតែបំពេញទៅលើដីធ្លីរបស់អ្នកចិត្តខាងតាបឿននេះក៏មានកូនប្រុសម្នាក់ដែលឈ្មោះថាវិចិត្រគេមានអត្តចរិតខុសប្លែកពីតាបឿននេះដែរគេតែងតែដាស់តឿនតាបឿននិងមិនចង់ឲ្យតាបឿនប្រព្រឹត្តអំពើដូចសពថ្ងៃនេះទេពុកពុកហើយចុះពុកលីជាប់លីដង្កល់តណាទៀតហើយថ្ងៃព្រៃឲ្យពុកចូលពុកសម្រាប់នៅផ្ទះឲ្យបានស្កប់ចុះចាំកូនធ្វើដំណើរទៅស្រែចម្ការវិញមិនអីទេកូនប្រុសកូនឯងនៅតែផ្ទះចុះចាំពុកទៅស្រែវិញព្រោះថាពុកនេះវាឆ្លាតជាងកូនឯងពុកនេះចេះខ្វៀលលើខ្វៀលក្រោមបើឲ្យកូនឯងទៅប្រកាសជាធ្វើកត្រីយើងនោះទេដូច្នេះហើយពុកមិនបណ្ដោយឲ្យកូនឯងទៅម្នាក់ឯងឡើយបានហើយណាពុកសូមពុកឈប់បន្តអារៀនឆ្លៀនអីអ្នកដតីនេះទៀតទៅដីអ្នកចិត្តខាងពុកបានខ្វៀលយកអ្នកខ្លះស្ទើរតែអស់មួយចំហៀងស្រែទៅហើយនៅតែគេមិនតបតជាមួយពុកមិនមែនគេមិនដឹងនោះទេប៉ុន្តែគេជឿលើកម្មផលគេគិតថាគេមិននិយាយអ្វីទុកឲ្យច្បាប់កម្មផលជាអ្នកចាត់ការពុកទៅខ្លួនឯងទៅចោះបានហើយអាចិតកុំនិយាយច្រើនពេកតើពុកថាយ៉ាងម៉េចគឺអញ្ចឹងហើយពុកធ្វើរឿងទាំងអស់នេះគឺដើម្បីតកូនតែម្នាក់គត់បើពុកមានដីធ្លីច្រើននោះអ្នកបន្តពីពុកគឺជាឯងនេះហើយសូមឯងកុំគិតច្រើនអីហើយនៅតែផ្ទះចុះក្រោយពេលនិយាយជាមួយនឹងកូនប្រុសរួចតាបឿននោះក៏បានធ្វើដំណើរទៅដល់ស្រែរួចហើយក៏ចាប់ផ្ដើមជីកគាស់ដីដែលមានស្មៅប៉ុន្តែគាត់មិនត្រឹមតែធ្វើនៅក្នុងដីរបស់ខ្លួនទេថែមទាំងធ្វើរហូតទៅដល់ពាក់កណ្ដាលភ្លឺទៀតផងណែពូបឿនហើយចុះពួកឯងនេះចង់បានដីខ្លាំងម្ល៉េះនេះគឺជាដីភ្លឺណាពូបើពូកាប់បែបនេះចុះឆ្នាំក្រោយតើមានដីអាណាទៅសម្រាប់ដើរឬមួយក៏ពូចង់ដើរតែមកខាងខ្ញុំណែខ្លួនណាអញកាប់តែដីខាងអញទេដូចជាមិនទៅតន់ទៅប៉ះដីខាងឯងណាហើយអីក៏ឯងនេះមកស្ដីញ៉ាច់ឲ្យអញអញ្ចឹងមែនហើយពូមិនតាន់បានប៉ះពាល់ទៅលើដីខ្ញុំទេប៉ុន្តែពូដឹងទេភ្លឺស្រែនេះវាត្រូវតែម្នាក់មកខាងខ្ញុំផងនិងខាងពូផងចុះបើពូកាប់យកទៅខាងពូយកទៅស្ទូងដកអស់ហើយចុះនៅសល់វាជាខាងរបស់អ្នកណាបើសិនជានៅតែធ្វើបែបនេះទៀតខ្ញុំមិនសុខចិត្តទេមិនសុខចិត្តឯងចង់ធ្វើយ៉ាងម៉េចឯងធ្វើអីក៏ធ្វើចោះអញមិនខ្វល់ទេនេះគឺជាដីរបស់អញបានហើយខ្ញុំជួបប្រកែកជាមួយពូហើយខ្ញុំប្រកែកមិនជាពូទេតោះពុកវាត្រឡប់ទៅវិញចាំមើលចោះអ្នកណាសាងអីអ្នកនោះនឹងទទួលនឹងអ្នកឯងចង់បានដីស្លាប់ទៅពួកឯងនឹងទូដីហើយការទន្ទ្រានដីរបស់អ្នកជិតខាងគឺពូបឿនបានធ្វើជ្រឿយនៅថ្ងៃមួយពូបឿនក៏បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរមិនមានពេទ្យណាអាចព្យាបាលជំងឺពូបឿនបានទេកូនប្រុសពុកប្រហែលជាមិនរស់ទៀតទេពុកប្រហែលជាស្លាប់ហើយចូលកូនថែរក្សាដីធ្លីទ្រព្យសម្បត្តិដែលពុកខិតខំរកទុកយកមកឲ្យកូនចូលកូនកុំបំផ្លាញវាអសោះព្រោះថាពុកបានបដូរទាំងជីវិតដើម្បីយកវាយកមកទុកឲ្យកូនពុកមិនចង់ឲ្យគ្រួសារយើងធ្លាក់ខ្លួនខ្លាចទៅជាអ្នកក្រទេ
បាទពុកក៏មិននិយាយបែបនេះអីខ្ញុំនឹងទៅផ្ទះរបស់លោកមេភូមិដើម្បីលក់ស្រែឲ្យគាត់ដើម្បីយកប្រាក់យកពុកទៅមើលជំងឺបន្តទៀតណាពុកបានហើយយើងមិនទៅណាទេព្រោះថាជំងឺរបស់យើងដឹងខ្លួនឯងហើយយើងដឹងថាយើងនឹងមិនជាទេហើយឯងកុំគិតថាលក់ដីស្រែនេះមុខមើលយើងឲ្យសោះមិនអីទេពុកខ្ញុំធ្វើតាមពុកគ្រប់យ៉ាងបើពុកមិនចង់បែបនេះក៏ខ្ញុំមិនមកខំពុកដែរ ក្រោយពេលនិយាយគ្នាចប់ពេលនោះពួកបឿនក៏បានផុតដង្ហើមស្លាប់ទៅមិនយូរប៉ុន្មានមានគេល្បីថាមានខ្មោចដើរអុកលុកនៅក្នុងភូមិខ្មោចនោះមានរាងស្គមស្គាំងហាក់បីដូចជាប្រេតអញ្ចឹងកំពុងតែឈរទូដីធ្ងន់រន្ធឹកពុកវាខ្ញុំបានទៅផ្សារហើយក៏បានឮដំណឹងថាមានអ្នកឃើញខ្មោចរបស់ពួកបឿនប៉ុន្តែមានសភាពដូចជាប្រេតអញ្ចឹងធ្លាក់ខ្លួនស្គមស្គាំងហើយដើរទូដីរឿងនេះគឺជាកម្មពៀមានពិតទៅលើពួកបឿនដែលគាត់កាលនៅរស់ចង់បានដីនិងទន្ទ្រានដីគេឯងគ្រប់គ្នានោះអញក៏គិតអញ្ចឹងដែរអញគិតថានេះហើយគឺជាបាបកម្មរបស់ពួកបឿនដែលពួកបឿននេះបានសាងអញ្ចឹងហើយគេខាត់មិនស្ដាប់ទេបើថាស្នាក់ដតីទៅមិនថាទេហើយកូនប្រុសនេះខំខាត់ហើយនៅតែមិនស្ដាប់ទៀតចង់បានទ្រព្យរបស់គេឥតគេខ្មាស់នេះហើយគឺជាផលកម្មរបស់គាត់បានសាងម៉ែវាឯងត្រូវចាំទប់ធ្វើតែអំពើល្អទៅវាមិនខុសទេអំពើល្អណាស់ទោះបីវាមិនហុចផលភ្លាមតែវាក៏អាចធ្វើឲ្យយើងនេះទទួលបានផលល្អនៅថ្ងៃណាមួយដែរចាំមកច្បាស់ ចាពុកវាខ្ញុំចាំហើយខ្ញុំរាល់ថ្ងៃនេះមិនចង់បានអ្វីក្រៅពីប៉ុណ្ណឹងទៀតទេរស់នៅបែបសាមញ្ញរកព្រឹកបានព្រឹករងាចបានងាចប៉ុណ្ណឹងក៏ខ្ញុំគ្រប់គ្រាន់ដែរថ្លែងពីយប់មួយនៅក្នុងភូមិនោះហាក់បីដូចជាចម្លែកខុសធម្មតាឆ្កែលូជាខ្លាំងហាក់បីដូចជាឃើញខ្មោចកំពុងតែដើរនៅតាមខ្នល់វិចិត្រកូនអូពិតជាធ្ងន់ខ្លាំងណាស់កូនឆាប់ហៅខ្លួនឲ្យមកយកដីវាវិញផងដីវាពិតជាធ្ងន់ខ្លាំងណាស់ទៅប្រាប់វិកែវនៅចិត្តវត្តផងទួលដែលឪបានខ្វៀលយកមកដាំស្បៃនោះឲ្យគាត់មកយកវិញផងប្រាប់តាដូងផងថាដើមស្វាយរបស់គាត់ដែលពុកបានកាប់យកមកធ្វើឲ្យដុតនោះឲ្យគាត់មកយកជាប្រាក់វិញទៅអូពិតជាឈឺចាប់ពេញខ្លួនហើយកូន ដោយសារតែខ្លួនគឺជាខ្មោចដែលមានបាបកម្មខ្លាំងពួកបឿននេះមិនអាចចូលទៅក្នុងផ្ទះដើម្បីប្រាប់ដំណឹងកូនបានទេបានត្រឹមតែមុខផ្ទះដើម្បីមកព្យាយាមចូលក្នុងយកសពពន្យល់សពកូនប្រុសតែប៉ុណ្ណោះប៉ុន្តែគាត់បានព្យាយាមម្ដងជាពីរដងប៉ុន្តែនៅតែមិនបានសម្រេចឡើយនៅថ្ងៃមួយមានលោកឪម្នាក់បាននិមន្តមកពីភូមិផ្សេងព្រោះថាលោកឪនេះតែងតែធ្វើទុដងចូលព្រៃបានធ្វើដំណើរពីភូមិមួយទៅភូមិមួយដែលអត់ឈប់ឈរតាំងពីវ័យក្មេងមកម្លេះនៅថ្ងៃនោះលោកឪក៏បានចូលមកដល់ភូមិនេះទាំងយប់បន្ទាប់មកលោកឪក៏បានព្យាយាមរកកន្លែងសម្រាកនៅក្នុងភូមិប៉ុន្តែមិនទាន់បានចូលដល់ក្នុងភូមិទេមេឃក៏ចាប់ផ្ដើមងងឹតទៅហើយពេលនោះលោកឪក៏បានសម្រាកនៅក្រោមដើមឈើធំមួយនៅក្នុងព្រៃក្បែរភូមិនោះនៅពេលដែលលោកឪកំពុងតែអង្គុយសមាធិនៅក្រោមដើមឈើពេលនោះស្រាប់តែលេចខ្មោចមួយដែលមានរាងស្គមស្គាំងនិងខ្ពស់ផុតចុងឈើដែលគេហៅថាគឺជាប្រេតក៏បានបង្ហាញខ្លួននៅមុខលោកឪ ចូលអ្នកចាក់ចេញឲ្យឆ្ងាយពីយើងចុះយើងមិនចង់ធ្វើបាបអ្នកទេសូមអ្នកទៅផ្លូវរបស់អ្នកហើយយើងមកផ្លូវរបស់យើងគ្រាន់តែស្វែងរកសិលស្វែងរកវិជ្ជានិងជួយប្រុសសត្វយើងមិនចង់បំផ្លាញអ្នកណាឡើយទេលោកអូតណាមិនមានចិត្តចង់ធ្វើបាបលោកអូទេគ្រាន់តែមានការពឹងពោះលោកអូខ្លះដើម្បីឲ្យលោកឪជួយបង្ហាញផ្លូវមកដល់កណាព្រោះថាពេលនេះកណាពិតជាឈឺចាប់នៅក្នុងខ្លួនខ្លាំងណាស់បើអញ្ចឹងឯងចាប់និយាយមើល
ក្រែងលោកយើងអាចជួយឯងបាន ក្រោយមកខ្មោចពួកវៀនក៏បាននិយាយគ្រប់រឿងរ៉ាវទៅដល់លោកឪ ណាហើយនេះគឺជាកម្មឯងពុទ្ធិសង្ឃបបកម្មមែនឯងដឹងទេការចង់បានរបស់អ្នកដទៃដោយមិនត្រូវកន្លងធម៌បែបនេះវាហាក់បីដូចជាការបង្កាត់ភ្លើងដុតខ្លួនឯងម្ដងបន្តិចអញ្ចឹងពេលដែលឯងនៅផ្លូវលោកឯងនៅជាមនុស្សឯងមិនទាន់ស្គាល់ថាអ្វីហៅថាបាបកម្មនោះទេតែនៅពេលដែលឯងបានស្លាប់ព្រលឹងរបស់ឯងនឹងចាំសងនៅគ្រប់អ្វីដែលឯងបានប្រព្រឹត្តទៅលើម្ចាស់កម្មពីរទាំងអស់នោះឯងចង់មានចង់បានចង់ផ្ដល់អ្វីៗឲ្យទៅគូប្រុសប៉ុន្តែជាក់ស្ដែងឯងនេះហើយគឺជាអ្នកទទួលវេនកម្មដែលឯងបានប្រព្រឹត្តបានហើយយើងចង់សម្រាកនៅថ្ងៃស្អែកនេះយើងនឹងចូលទៅក្នុងភូមិហើយស្វែងរកកូនប្រុសរបស់ឯងហើយនឹងប្រាប់វិធីដើម្បីឲ្យជួយដល់ឯងកណាពិតជាអរគុណណាស់លោកអូកណាលីហើយ លុះព្រឹកឡើងលោកឪក៏បាននិមន្តចូលទៅក្នុងភូមិរួចហើយលោកឪបាននិមន្តទៅផ្ទះមេភូមិដើម្បីសួររកបុរសវ័យក្មេងដែលមានឈ្មោះថាវិចិត្រនិងដែលមានឪពុកឈ្មោះថាបឿនពេលនោះលោកមេភូមិក៏ឲ្យក្មេងខ្មាំងមកហៅដល់វិចិត្រដើម្បីឲ្យទៅផ្ទះរបស់គាត់ ជំរាបសួរលោកមេភូមិសូមគោរពលោកអូតើលោកមេភូមិហៅខ្ញុំមកទីនេះមានការអ្វីទៅអើយើងមិនដឹងទេគឺលោកអូគាត់បានមានសន្និការឲ្យហៅឯងមកប្រាប់តែក៏មិនដឹងថារឿងអ្វីដែរចូលឯងស្ដាប់លោកអូមើលតើលោកអូគាត់មានប្រសាសន៍ថាម៉េចមិនអីទេស្ដាប់លោកអូណាឯងឈ្មោះវិចិត្រមែនទេយប់មិញនៅពេលដែលយើងធ្វើដំណើរយើងស្ទើរតែបានជួលមកដល់ក្នុងភូមិទៅហើយប៉ុន្តែចៃដន្យអីមេឃក៏វាចាប់ផ្ដើមងងឹតយើងក៏មិនចង់បន្តមកមុខទៀតយើងក៏បានអង្គុយសមាធិនៅក្បែរភូមិនេះប៉ុន្តែនៅពេលដែលយើងបានសមាធិយើងក៏បានឃើញព្រលឹងខ្មោចមួយដែលពោរពេញទៅដោយក្តីទុក្ខព្រោះថាគេនោះនៅជំពាក់វៈវិនកម្មពៀជាមួយនឹងអ្នកជិតខាងជាពិសេសគេបានទូលដីធ្វើឲ្យគេនេះធ្ងន់ខ្លួនជាខ្លាំងគេក៏បានមកពឹងយើងឲ្យយើងនេះមករកកូនប្រុសរបស់គេដើម្បីជួយសង្គ្រោះថាម៉េចលោកអូតើមានរឿងបែបនេះមែនទេតើខ្មោចនោះមានប្រាប់ទេថាគាត់ឈ្មោះអ្វីហើយគាត់មានបញ្ហាអ្វីជាមួយនឹងអ្នកណាអើខ្មោចនោះមានឈ្មោះថាបឿនហើយគេមានកូនប្រុសឈ្មោះថាចិត្តគេឲ្យយើងចូលមកក្នុងភូមិនេះដើម្បីរកកូនប្រុសបើសិនជាអាចជាកូនប្រុសចូលឯងទៅហៅអ្នកស្រុកអ្នកភូមិដែលឪពុករបស់ឯងបានបំពេញគេរួចហើយមកធ្វើការសងជាសំណងឬមួយក៏កាត់កងជាអ្វីក៏ដោយឲ្យតែគេព្រមលើកលែងនោះឪពុករបស់ឯងនឹងធូរស្រាលកម្មពីហើយបើមិនអញ្ចឹងទេខ្មោចឪពុករបស់ឯងមិនបានទៅណាឡើយនៅទូដីទូលវេនកម្មដែលគេបានសាងនៅឯងមិនខុសទេលោកអូព្រោះថាខ្ញុំនេះហាក់បីដូចជាបានលឺសំឡេងមនុស្សប្រុសហៅឲ្យជួយសំឡេងនោះដូចជាឪពុករបស់ខ្ញុំប៉ុន្តែខ្ញុំមិនដឹងថាតើខ្ញុំត្រូវជួយយ៉ាងម៉េចទេពេលនេះបានការបង្ហាញពីលោកអូខ្ញុំសប្បាយចិត្តណាស់ខ្ញុំនឹងធ្វើតាមអ្វីៗដែលលោកអូបានប្រាប់